សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀងប្លែកតិចខ្ញុំមកបើក vlog នៅខាងហាងកាហ្វេកំពង់ចាំពូម៉ាក់ហើយឥឡូវបងប្អូនចាំតាមដានមើលថាតើថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅកាន់ខេត្តណានៃប្រទេសកម្ពុជាតោះទៅអស់គ្នាមកដល់ហើយបងប្អូនមកដល់ហើយមកដល់ខេត្តកែបយើងហើយហើយខ្ញុំខានមកយូរខ្ញុំឃើញមានការអភិវឌ្ឍនៅផ្នែកខាងគុយលេងនេះមើលទៅស្អាតមានអនាម័យហើយមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរគាត់មកលេងគាត់អាចអង្គុយហូបអាហារយ៉ាងមានផាសុកភាពប្រយោជន៍ហើយនៅខាងឆ្វេងដៃហ្នឹងគឺបងប្អូនបានឃើញសមុទ្រយើងធម្មតាបាទខេត្តនេះវាគៀកជាមួយនឹងទីក្រុងភ្នំពេញយើងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់មកអីគាត់ងាយស្រួលគាត់នឹកគ្រឿងសមុទ្រគាត់នឹកសមុទ្រអីគាត់អាចមកជិះតែបន្តិចមកដល់ប្រយោជន៍ក្រោយខ្ញុំជិះមើលក្រុងតិចតួចតាមឆ្នេរតិចតួចឥឡូវបានមកដល់កន្លែងញ៉ាំអាហារហើយមកនេះរៀងយឺតម៉ោងបន្តិចព្រោះដោយសារតែរវល់ការងារដែរមុននឹងបានមកដល់ហើយនេះគឺជាទស្សនវិជ្ជានៅក្នុងហាងដែលខ្ញុំបានមកអង្គុយញ៉ាំអញ្ចឹងណានៅនេះប្រហែលជាកន្លែងនោះគេហៅផ្សារក្តាមគេរៀបចំថ្មីព្រោះខ្ញុំឃើញពេលដែលខ្ញុំជិះមកដល់មកមិញហ្នឹងឃើញគេដាក់ស្លាកថាផ្សារក្តាមហើយគេបុកជិះទៅត្រង់មកនឹងមកដល់ទីតាំងមួយហ្នឹងចុះនេះប្រហែលជាផ្សារក្តាមថ្មីដែលគេរៀបចំថ្មីឲ្យមើលទៅវាមានអនាម័យសុខភាពជាងមុនអីចឹងទៅណាអង្គុយមើលឆ្វេងមើលស្ដាំមកស្ទុះឥឡូវមកហូបក៏បានមកដល់ហើយអញ្ជើញបងប្អូនមកឆ្ងាញ់ជាមួយនឹងម្ហូបនៅខាងខេត្តកែបជាមួយខ្ញុំបាទI sip my coffee, miss my cue, still anchored by my fear. But time rolls on like open wood, and soon she won't be here. ក្រោយញ៉ាំអាហារថ្ងៃត្រង់ហើយឥឡូវខ្ញុំនាំបងប្អូនមកទីតាំងថ្មីមួយទៀតឈ្មោះថា The Wave សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ទីតាំងបន្ទាប់មកជាមួយខ្ញុំទាំងអស់គ្នាក្រោយអង្គុយហូបទឹកមើលទេសភាពមើលសមុទ្រមើលអី relax តិចហើយឥឡូវហ្នឹងក៏សម្រេចថានឹងទៅអូតែលបណ្ដោយអញ្ចឹងបងប្អូនចាំមើលថាតើអូតែលដែលខ្ញុំនឹងស្នាក់នៅយប់នេះជាអូតែលមួយណាហើយស្អាតប៉ុណ្ណាស្វាគមន៍ទាំងអស់គ្នាមកកាន់សមនីតោះបងប្អូនទៅតាមដានជាមួយខ្ញុំបន្តទៀតចង់ដឹងមើលថាតើសមនីមានអ្វីប្លែកពីខាង resort ផ្សេងៗនៅខាងកែបបងប្អូននេះចូលព្រៃមួយខ្ញុំមកយើងមកគេង resort ទេតែដូចកន្លែងគេងក្នុងព្រៃហ្នឹងមកនិយាយមែនមកនេះលះហេនលហនពេលសំបីដូរកាអាក៏អត់ទាន់ដូរកាអាហ្នឹង
បំណងថាដូរកៅអៅដូរអីណាថតចឹងឥឡូវចូលខ្ញុំឡើងមកដល់ឃើញ resort គេស្អាតពេកអត់បានដូរឥឡូវនេះបងប្អូនមកដូចខ្ញុំនិយាយប្រាប់បងប្អូនពីខាងដើមអញ្ចឹងមក resort នេះវាដូចជាការច្បាច់បញ្ចូលគ្នារវាងតំបន់ព្រៃជាមួយនឹងតំបន់សមុទ្រព្រោះនៅនេះវាមានទាំងពីរចូលគ្នាហ្មងសម្រាប់បងប្អូនដែលគាត់ចូលចិត្តទាំងព្រៃទាំងនេះទាំងសមុទ្រណាអូមកនេះអែមហើយបងប្អូនដឹងស្រាប់ហើយដូចដែលខ្ញុំបានបង្ហាញនៅខាងដើមវីដេអូដែរទៅលើ restaurant ដែលខ្ញុំបានទៅញ៉ាំហ្នឹងខ្ញុំចង់និយាយថានៅខាងកែបវាដូចជាពិភពគ្រឿងសមុទ្រស្រស់ហើយឆ្ងាញ់ល្អមែនតើហ្មងបាទក្នុងព្រៃនឹងដែរនៅក្នុងហ្នឹងគឺគេមានកន្លែងស្ប៉ាគេបាទនេះនៅនោះឥឡូវខ្ញុំនឹងនាំបងប្អូនទៅមើលបន្តិចចុះព្រោះនៅក្នុងព្រៃហ្នឹងវាមិនមែនគ្រាន់តែជាព្រៃទេនៅក្នុងហ្នឹងវាមានកន្លែងស្ប៉ាគេដែរនោះគេស្ប៉ាគេអញ្ចឹងណាអូខេឥឡូវខ្ញុំអត់មានអីត្រូវទៅស្ប៉ាទៅស្ពាំងអីទេអញ្ចឹងតាមដានបន្តទៀតថាតើនៅក្នុង resort គេមានអីទៀតក្រោយដល់មើលទីតាំងខ្លះនៅក្នុង resort សមានីក៏គិតថាសម្រាប់មកបន្ទប់តិចសិនសម្រាប់ហើយចាំចេញទៅបន្តហើយពេលមកដល់ភ្លាមហ្នឹងឃើញបងគាត់បានយកភេសជ្ជៈក៏ដូចជាផ្លែឈើមានក្តាស់មានកណាត់ជូតដៃអីមកទទួលស្វាគមន៍តោះបងប្អូនខ្ញុំនាំបងប្អូនទៅមើលថាតើនៅក្នុងបន្ទប់ខាងសមានីមានភាពស្រស់ស្អាតបែបណាឥឡូវនេះខ្ញុំនឹងលំអិតប្រាប់បន្តិចពេលបងប្អូនចូលមកនឹងឃើញមានតុធំមួយនៅកន្លែងនេះសម្រាប់ធ្វើការអីចឹងយើងសញ្ញាអីតិចតួចនឹងមកធ្វើការសញ្ញាអីទេចេះថាទៅតែអនថានឹងកន្លែងអង្គុយមួយចឹងណាហើយបន្តមកទៀតទៅក៏បងប្អូនឃើញតុនេះតែតុហ្នឹងដែរមានគ្រឿងផ្សេងអត់សូវខុសអីពីទៅខាង resort ផ្សេងទេពិសេសអាខ្សែទឹកហ្នឹងដែរអត់ទេនៅណាក៏មានដែរហើយនឹងអានេះគេមានគ្រឿងហូបចុកតែដឹងគិតលុយអត់ទេណាព្រោះនេះខ្ញុំគិតលុយនេះគេមានតារាងតម្លៃគេឲ្យនៅនេះហើយបាទមានស្អីតម្លៃម៉ានអញ្ចឹងណាអញ្ចឹងបងប្អូនមកអីយ៉ាត់ច្រឡំហូបរបស់គេមុនចេញទៅគិតលុយគេសិនបាទនេះទូទឹកកកមើលបាក់ណាទេអើយនេះអូខេបាទពេញទាំងអស់បាទតែពេញទាំងអស់គិតលុយណាអត់មានមកហូបអូនេះប្រដាប់ឈ្នះមីជាតិយើងបាទមីជាតិប្រើផលិតផលខ្មែរជួយខ្មែរនេះអូខេអត់មានអីទេមានតែប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងដូចតែខ្ញុំបានបង្ហាញមុនហ្នឹងអញ្ចឹងនៅក្នុងកតុបគេហ្នឹងគឺនេះជាក់ស្ដែងខាង resort គាត់អត់ដឹងគាត់ដឹងថាខ្ញុំគ្រាន់តែមកលេងធម្មតាអញ្ចឹងណាអញ្ចឹងគាត់មានរៀបចំមកអញ្ចេះអញ្ចឹងបើបងប្អូនមកខ្ញុំគិតថាក៏ខាង resort គាត់អាចនឹងរៀបចំអីពិសេសឲ្យដែរពិសេសសម្រាប់បងប្អូនដែលមានគូស្នេហ៍អញ្ចឹងមុនមកប្រាប់ថាខ្ញុំមកជាគូអីចឹងគាត់ប្រហែលជាអាចរៀបនេះឲ្យ free ជាក់ស្ដែងខ្ញុំអត់ដឹងថាគាត់រៀបឲ្យ free អត់ទេហើយគាត់មាននេះជាក្រាស់ស្វាគមន៍ខ្ញុំបាទក្រាស់ស្វាគមន៍ខ្ញុំអូខេហើយនៅហ្នឹងទេមានទូកៅអៅមានអីគេអញ្ចឹងគាត់ថាទូកៅអៅគេនេះវាប្លែកគេធ្វើដូចទូនៅផ្ទះយើងអញ្ចឹងគឺទូឈើធំអញ្ចឹងវាអត់ដូចចេញមកវាបែបពី classic អញ្ចឹងវាអត់ដូចដែលយើងធម្មតាយើងទេបាទហើយនៅខាងនេះអញ្ចឹងទៅមានទូទួសមួយអញ្ចឹងទៅមានសាឡុងទៅដូចដែលខ្ញុំបានបង្ហាញនៅវីដេអូទូពីមុខនឹងអញ្ចឹងដែរហើយសម្រាប់បន្ទប់ទឹកវិញក៏ខ្ញុំបានបង្ហាញរួចរាល់ដែរអញ្ចឹងឥឡូវខ្ញុំបានបង្ហាញឲ្យច្រើនទេអញ្ចឹងសូមពេល relax បន្តិចមុននឹងទៅមើលសកម្មភាពបន្តថាតើនៅខាងនេះគាត់មានអីពិសេសប្លែកពីខាង resort ផ្សេង
ចឹងខ្ញុំនឹងបង្ហាញនេះពេលបន្តិចទៀតបាទអញ្ចឹងសូមសម្រាប់បន្តិចអូខេតោះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលនៅថ្ងៃលិចថាតើស្រស់ស្អាតយ៉ាងណានៅខាងសមានីទៅជាមួយខ្ញុំសម្រាប់អ្នកណាគេចង់ជួលគេជួលកង់នឹងជិះអញ្ចឹងណានេះនៅកន្លែងហ្នឹងឯងមកជិះមកមើលថ្ងៃលិចជាមួយខ្ញុំនៅខាងសមានីនៅនេះ អ្នកដែលគាត់ស្នាក់នៅនេះគាត់អាចយកកង់មកជិះចឹងបានណាចឹងយ៉ាងដែរតាដូចខ្ញុំអត់ដែរហាត់ប្រាណដឹងទម្រាំជិះទៅដល់សមុទ្រនឹងដល់កបងប្អូនដល់ហើយដល់កន្លែងស្អាតហើយបាទនេះមេបងប្អូនអើយស្ដាយដ្រូនរបស់ខ្ញុំតោះឥឡូវចតឡើងនេះសកម្មភាពមួយដែលមាននៅខាង resort នេះណានៅខាងសំនីគឺគេមិនសំដែងភ្លើងអីណាដុតភ្នក់ភ្លើងបាទដុតភ្នក់ភ្លើងបាទនាំបងប្អូនទៅមើលថ្ងៃលិចនៅផ្នែកខាងចុងនៃស្ពាននៃផែរបស់ខាងសមានីផែខាងសមានីគឺវែងមែនតើហើយនៅខាងផ្នែកខាងចុងនោះវាធំហ្មងហើយកន្លែងនេះដែរគឺជាទស្សនវិជ្ជាដែលខ្ញុំនៅឈរពីផ្នែកនៃចុងនៃផែរបស់សមានីហើយមើលទៅខាង resort បាទឃើញបងប្អូនឃើញហើយថាវាឆ្ងាយមែនតើគាត់ធ្វើស្ពានហ្នឹងវែងបណ្ដោយអញ្ចឹងអ្នកដែលចូលចិត្តចូលមករបៀបដូចថាឲ្យរៀងជ្រៅចូលមកសមុទ្រដើម្បីថតមើលថ្ងៃលិចអីចឹងទៅណាព្រោះនេះដោយសារខ្ញុំបានថតនៅផ្នែកខាងលើច្រាំងនោះរៀងច្រើនដែរអញ្ចឹងមកលើនេះរៀងយឺតព្រោះនៅផ្នែកខាងលើច្រាំងនោះឃើញថាទស្សនវិជ្ជាវាស្អាតអញ្ចឹងអញ្ចឹងក៏រំយើងដើរមកដល់នេះមកលិចបានប៉ុណ្ណឹងបាត់ហើយតោះឥឡូវខ្ញុំសូមសម្រាប់អង្គុយមើលថ្ងៃលិចសិនមុននឹងយើងធ្វើសកម្មភាពបន្តទៀតអូខេហើយសម្រាប់ទស្សនវិជ្ជាដែលខ្ញុំឈរមើលពីខាងផែទៅអូយស្អាតដូចនៅក្នុងរឿងមើលមកផ្លែតមកដូចរឿងបណ្ដោយសកម្មភាពបន្តទៀតបងប្អូនគួរតែដឹងហើយព្រោះឥឡូវមេឃល្ងាចហើយសកម្មភាពបន្តគឺទៅហុកបាយល្ងាចចាំមើលតែចង់ប្រាប់ថាប្រហែលជាពួកខ្ញុំអត់អាចកំងអីច្រើនញ៉ាំទេព្រោះដោយសារថ្ងៃមិញហ្នឹងអូយខ្ញុំនិយាយមែននេះនៅឆ្អែតដល់ឥឡូវអត់ដាក់អីអត់ចូលទេតែយើងត្រូវញ៉ាំអីតិចតួចចឹងណាខ្លាចយប់ឡើងឃ្លាននៅរកអីហូបអត់បានអញ្ចឹងខ្ញុំនឹងចាំមើលល្ងាចហ្នឹងថាតើខ្ញុំហូបអីគេ
ហើយ resort គេហ្នឹងមានភាពស្រស់ស្អាតបែបណានៅពេលយប់អញ្ចឹងណាអូខេតោះតាមដានជាមួយខ្ញុំបន្ត ពេលដើរមកលើគោកវិញហ្នឹងក៏ឃើញបរិយាកាសវាដូចស្អាតដែរថតមកប្លង់ពីរប្លង់ទុកសម្រាប់ឲ្យបងប្អូនបានឃើញនៅតែទស្សនវិជ្ជានៃរៀងអាសៀលតិចហ្នឹងគេទំបើកភ្លើងមេឃតល្ងឹតហ្នឹងវាស្អាតមិនបាទ ឥឡូវយើងទៅហើយបរិយាកាសនៅពេលយប់មានភាពស្ងប់ស្ងាត់ល្អមែនតើអញ្ចឹងបានជានៅខាងនេះបរទេសចូលចិត្តច្រើនខ្ញុំឃើញថាបរទេសច្រើនដែរតែគាត់មកខាងនេះបាទនេះ restaurant គេនៅខាងនេះឯង បរិយាកាសពេលយប់អត់មានអ្នកណាហែលទឹកទេតែបើចង់ហែលប្រហែលជាហែលបានមើលទៅនេះ restaurant ឈ្មោះច័ន្ទគិរីបាទអូខេបាទ អរគុណច្រើនអរគុណអូខេឥឡូវខ្ញុំបានមកដល់ទីតាំងទទួលទានអាហារហើយក៏បានអង្គុយដែរហើយខាងក្រុមការងារក៏បាន set up រួចរាល់ឥឡូវដល់ពេលដែលកំងអាហារហើយដំបូងថាអត់ចង់ញ៉ាំអីទេតែឥឡូវឥឡូវខ្ញុំទុកដល់ម៉ោង8ដើម្បីអីខ្ញុំចង់បានហៅម្ហូបអីគាត់បើដែរដើម្បីភ្លក់អញ្ចឹងណា ចឹងមកមើល menu ជាមួយខ្ញុំមកប្រភេទម្ហូបខ្មែរជួយយកអាមុខត្រីមួយហើយនឹងជួយយកឡុកឡាក់ គេឥឡូវម្ហូបមកលើតុពេញអស់ហើយទាំងអស់មាន pizza គ្រឿងសមុទ្រមានឡុកឡាក់ស៊ីកូអូសូលីនេះហើយជាមួយនឹងអាមុខត្រីឥឡូវដល់វគ្គភ្លក់ម្ដងចាំមើលថាតើរសជាតិឆ្ងាញ់ប៉ុណ្ណាតោះចាប់តាមដានទាំងអស់គ្នាហើយខ្ញុំនឹងប្រាប់វិញថាតើរសជាតិនេះមិនឥឡូវដោយសារញ៉ាំឡុកឡាក់ឯអាមុខមុនណាអត់តើឥឡូវញ៉ាំអាណាមុនក៏បានដែរថាញ៉ាំអីញ៉ាំមកខ្ញុំមានសុំអាមុខមុនណា ឆ្ងាញ់ប៉ុណ្ណាខ្ញុំក៏ជាអ្នកចូលចិត្តញ៉ាំអាមុខដែរជាទូទៅខ្ញុំអត់សូវញ៉ាំត្រីទេប៉ុន្តែខ្ញុំគិតថាមកឥឡូវមកដល់សមុទ្រប្រហែលជាគាត់ប្រើត្រីសមុទ្រអញ្ចឹងវាអត់សូវឆ្អាបអញ្ចឹងណាត្រីទូទៅខ្ញុំមកមើលមកទៀតនេះបើអ្នកធម្មតាបើអ្នករៀងតលន់គាត់អាចអ្នកអត់សូវចូលចិត្តខ្ទិះអីចឹងគាត់អាចញ៉ាំទៅរៀងតលន់តែខ្ញុំបើយើងញ៉ាំទៅអត់សូវអីទេបើញ៉ាំច្រើនអាចថាតលន់តែគិតថានៅណាក៏ដូចនៅណាដែរតែហ្នឹងវាត្រូវចឹងហ្នឹងគាត់នឹងវាត្រូវទីចឹង nhằm độc đáo to hơn cả mình đã xử lý rồi còn mình đã xử lý rồi mùi khơi nhà tết nên tập mình đúng khỏi nhà mình pizza hồ chỉ đã có à bên chất rồi khơi tí nè ok nhưng cái thái bị một khó khăn nữa nè có nó Sự cố đấy phải được cái mình ấp thấy nó thấy ក្រោយញ៉ាំអាហារហើយក៏ដើរឆ្វេងដើរស្ដាំបន្តិចទៅរៀងស្រកពោះមុននឹងទៅចូលបន្ទប់វិញហើយដោយបងប្អូនបានឃើញអញ្ចឹងរៀងស្ងប់ស្ងាត់ល្ងាចឡើង
ម្នាក់ដូចថាគាត់បាយគាត់ហូបអីហើយគាត់ចូលបន្ទប់រៀងខ្លួនឬក៏គាត់ចេញក្រៅយ៉ាង នេះរៀងស្ងប់ស្ងាត់តិចមកបន្តិចទៅក៏នាំគ្នាចូលគេងអស់ហើយភ្ញៀវនៅនេះកាលពីល្ងាចមិញដូចឃើញរៀងច្រើនគួសមដែរតែដល់ទៅពេលម៉ោងហូបអាហារហូបពុបនាំនេះបាយជួរនេះអស់លេងទៅបាត់អស់លេងអត់ឃើញលើឥឡូវខ្ញុំឃើញស្ងាត់ពេកចូលទុកដែរ អរិយជាក់ស្ដែងមុនហ្នឹងដើរយ៉ាងទៅយើងហូបហើយយើងដើរយើងអីហើយទៅវារៀងធូរពោះតិចអីចឹងខ្ជិលដើរទៀតរៀងអស់កម្លាំងដែរចូលទៅគេងឥឡូវចាំមើលស្អែកមានអីបន្តទៀតហើយលើកនេះដែរខ្ញុំអត់មានឲ្យខាងក្រុមការងារគាត់ចូលទៅរៀបចំអីទេអញ្ចឹងវាអត់មានអីដែលខ្ញុំត្រូវបង្ហាញក្រោយញ៉ាំអាហារអីខាងក្រុមការងាររៀបចំអីអត់ទេបាទអញ្ចឹងជួបគ្នាស្អែកបន្តទៅទៀតអូខេបាយបាយ អរុនសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតនៅថ្ងៃថ្មីនៅខាងសមនីខ្ញុំនឹងថ្ងៃព្រឹកនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើកន្លែងទទួលទានអាហារក៏ដូចជាអាហារពេលព្រឹកនៅខាងសមនីមានរសជាតិក៏ដូចជាការឌីក័រស្អាតយ៉ាងណាតោះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នា ដល់កន្លែងអង្គុយញ៉ាំអាហារពេលព្រឹកហើយគឺកន្លែងញ៉ាំអាហារពេលល្ងាចយប់មិញហ្នឹងឯងហើយនេះគឺជា menu សម្រាប់យើងហៅខាងឆ្វេងនេះជាប្រភេទ set របស់អាហារពេលព្រឹកហើយនៅក្នុងហ្នឹងមានអាហារបែបពួកបរទេសហើយនិងអាហារបែបអាស៊ីយើងមានកាទៀវមានខគោមានអីចឹងណាតែឥឡូវខ្ញុំហៅប្រភេទពួកដែលយើងស្អាតមកថតសិនតែចាក់ស្ដែងចង់ញ៉ាំកាទៀវ ពួកដឹងស្រាប់ហើយមិនទៅដល់ណាខ្ញុំចង់សាក់កាទៀវកន្លែងគេដែរហើយអានេះផ្នែកខាងភេសជ្ជៈហើយនៅនេះដែរគាត់អត់មាន buffet ទេប៉ុន្តែគាត់មានឲ្យយើងហ្នឹង order ហើយ order ហ្នឹងគឺញ៉ាំមួយឆ្អែតមានន័យថាកាលណាដែលយើងញ៉ាំមួយមុខហ្នឹងដំបូងយើងនិយាយទៅហៅបានម្ដងមួយមុខចឹងណាបើយើងញ៉ាំមួយឆ្អែតយើងអាចហៅបន្តបានអូខេតោះចាំមើលតាមដានមើលតើខ្ញុំបានកំងអីគេដែរចាំតាមដានទាំងអស់គ្នា តើឥឡូវមកតាមដានអីមកភ្លក់រសជាតិអាហារពេលព្រឹកនៅខាងសមនីមួយខ្ញុំបាទតំណងខ្លាំងណាស់តំណងណាស់ដឹងញ៉ាំអីទុកអីទេហើយមកដល់កហើយជាតិ hay mà một tiệt thay là một tiệt ơi thằng họ đi ក្រោយញ៉ាំអាហារពេលព្រឹកញ៉ាំអីហើយចឹងទៅក៏មកអង្គុយលេងនៅខាងកន្លែង lounge គេនេះបន្តិចតួចចឹងទៅណាហើយមើលទៅប្លង់វាស្អាតដែរចឹងទៅដាក់មកប៉ោះមួយទៀតមុននឹងយើងធ្វើការត្រឡប់ទៅផ្ទះវិញ ដំណើរកំសាន្តរបស់ខ្ញុំមកកាន់ខេត្តកែបត្រូវបានបញ្ចប់នៅពេលនេះអរគុណទាំងអស់គ្នាសម្រាប់ការតាមដានសូមរងចាំទស្សនានៅវីដេអូជាបន្តទៀតសម្រាប់នៅវីដេអូក្រោយៗតាម resort ផ្សេងទៀតអរគុណជម្រាបលា